អ៊ីស្រាអែលបង្ខំឲ្យត្រាំវាយប្រហារអ៊ីរ៉ង់ភ្លាមៗពិភពលោកកំពុងឈរដកដង្ហើមស្ទើរចង់ផុតម្ដងខណៈដែលសម្ពាធសង្គ្រាមកំពុងរុញច្រានឲ្យឆេបទូឡើងនៅមជ្ឈមបូព៌ានៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នេះស្ថានភាពតានតឹងបានឈានដល់ចំណុចកំពូលដែលមិនធ្លាប់មានអ៊ីស្រាអែលបានផ្ញើសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់សេតវិមានរបស់លោក Donald Trump ថាសូមលោក Trump ធ្វើការវាយប្រហារអ៊ីរ៉ង់ឥឡូវនេះឬក៏យើងធ្វើការវាយប្រហារដោយខ្លួនឯងនេះមិនមែនជាការគំរាមកំហែងធម្មតាទេប៉ុន្តែគឺជាអសានវត្តយោធាដែលបិទផ្លូវការទូតទាំងស្រុងតើពិភពលោកត្រៀមខ្លួនហើយឬនៅសម្រាប់សង្គ្រាមមហាអំណាចនុយក្លេអ៊ែរបើត្រាំមិនវាយប្រហារអ៊ីរ៉ង់នោះអ៊ីស្រាអែលនឹងវាយអ៊ីរ៉ង់ខ្លួនឯងតើអាចទៅរួចទេឬនេះគ្រាន់តែជាសេណារីយ៉ូបង្ខំឲ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរយោងតាមរបាយការណ៍សម្ងាត់ដែលទើបតែលេចធ្លាយនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានជួបពិភាក្សាតាមទូរស័ព្ទយ៉ាងតានតឹងជាមួយលោក Donald Trump អ៊ីស្រាអែលបានអះអាងថាទីតាំងនុយក្លេអ៊ែរ Fordo និងណាថានរបស់អ៊ីរ៉ង់បានឈានដល់កម្រិតចុងក្រោយនៃការផលិតគ្រាប់បែកអាណាតូមិកអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនអាចរងចាំការចរចាដែលគ្មានច្រកចេញទៀតឡើយស្របពេលជាមួយគ្នានេះដែរកងទ័ពអាកាសរបស់អ៊ីស្រាអែល IAF បានធ្វើការដាក់ពង្រាយយន្តហោះចម្បាំង F-35AD នៅក្នុងកម្រិតនៃការត្រៀមខ្លួនកម្រិតខ្ពស់ចំពោះការកំទេចក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះស្ថានភាពនៅពេលនេះមានសម្ពាធលើរដ្ឋបាលរបស់លោកត្រាំយ៉ាងខ្លាំងសម្រាប់លោក Donald Trump នេះគឺជាការសាកល្បងដ៏ធំនៅក្នុងអាណត្តិរបស់លោកខណៈដែលសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អ៊ីស្រាអែលដែលជំរុញឲ្យប្រើប្រាស់កម្លាំងដៃហើយម្ខាងទៀតគឺជាការសន្យារបស់លោកនៅក្នុងការបញ្ចប់សង្គ្រាមដែលមិនចេះចប់ហើយលោកក៏បានធ្វើការដាក់ការចរចានៅថ្ងៃទី6ខែកុម្ភៈប៉ុន្តែអ៊ីស្រាអែលបានសង្កត់ធ្ងន់ថាបើអាមេរិកមិនផ្ដល់ភ្លើងខៀវទេឬចូលរួមនៅក្នុងការវាយប្រហារប៊ុនក្រៅបូស្ទ័រនោះទេនោះអ៊ីស្រាអែលនឹងបើកប្រតិបត្តិការឯកតរភាគីដែលអាចទាញអាមេរិកចូលទៅក្នុងសង្គ្រាមជៀសមិនរួចស្ថានភាពនៅម៉ោងនេះមន្ទីរបញ្ចកោណបានបង្កើនកម្រិតនៃការប្រុងប្រយ័ត្នដល់ DEFCON 2នៅតំបន់មជ្ឈមបូព៌ាប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តនៅក្នុងការវាយប្រហារដោយខ្លួនឯងអ៊ីរ៉ង់បានព្រមានរួចជាស្រេចនៅក្នុងការវាយប្រហារដោយមីស៊ីលរាប់ពាន់គ្រាប់សម្ដៅទៅលើទីក្រុង Tel Aviv និងមូលដ្ឋានទ័ពរបស់អាមេរិកនៅទូទាំងតំបន់តើអ៊ីស្រាអែលអាចធ្វើការវាយប្រហារអ៊ីរ៉ង់តែឯងបានដែរឬទេនេះគឺជាប្រធានបទយោធាដ៏ស្មុគស្មាញបំផុតផ្អែកទៅលើសមត្ថភាពយោធាបច្ចុប្បន្ននិងស្ថានភាពភូមិសាស្ត្រនយោបាយឆ្នាំ2026នេះគឺជាចំណុចសំខាន់មួយសមត្ថភាពដែលអ៊ីស្រាអែលអាចធ្វើតែឯងបានការវាយប្រហារតាមអាកាសឬ Airstrike អ៊ីស្រាអែលមានយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលអាចធ្វើការគេចផុតពីរ៉ាដារបស់អ៊ីរ៉ង់បានពួកគេមានសមត្ថភាពនៅក្នុងការវាយប្រហារចំគោលដៅជាក់លាក់ដូចជារោងចក្រនុយក្លេអ៊ែរឬមូលដ្ឋានមីស៊ីលអាវុធ Cyber អ៊ីស្រាអែលគឺជាមហាអំណាច Cyber ដែលអាចធ្វើការបង្កកប្រព័ន្ធការពារឬប្រព័ន្ធបញ្ជាការរបស់អ៊ីរ៉ង់មុនពេលការវាយប្រហារមកដល់កម្លាំងសម្ងាត់ការបំផ្លិចបំផ្លាញពីខាងក្នុងនិងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរគឺជាអ្វីដែលអ៊ីស្រាអែលធ្លាប់បានធ្វើជោគជ័យជាច្រើនដងរួចមកហើយទី2បញ្ហាប្រឈមខ្លាំងហេតុអ្វីបានជាអ៊ីស្រាអែលពិបាកធ្វើតែឯងចម្ងាយផ្លូវពីអ៊ីរ៉ង់មកអ៊ីស្រាអែលមានចម្ងាយជាង1500គីឡូម៉ែត្រយន្តហោះចម្បាំងត្រូវហោះឆ្លងកាត់ដែនអាកាសប្រទេសដទៃដូចជាហ្សូដានីអ៊ីរ៉ាក់ឬអារ៉ាប៊ីសាអូឌីជាដើមហើយការចាក់សាំងនៅលើអាកាសដែលវាងាយនឹងត្រូវបានគេរកឃើញនៅក្នុងការវាយបកជម្រៅនៃទីតាំងនុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់ដូចជា Fordo ស្ថិតនៅក្នុងរូងភ្នំយ៉ាងជ្រៅអ៊ីស្រាអែលត្រូវការគ្រាប់បែកទម្លុះបេតុងខ្នាតយក្សប៊ុនក្រៅបូស្តាដែលមានតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះដែលមានបច្ចេកវិទ្យាខ្លាំងបំផុតនៅក្នុងការបំផ្លាញវាការវាយបកនឹងកើតឡើងប្រសិនបើអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯងអ៊ីរ៉ង់នឹងប្រើប្រាស់ភ្នាក់ងាររបស់ខ្លួនដូចជា Hezbollah នៅលីបង់ដើម្បីធ្វើការបាញ់មីស៊ីលរាប់ម៉ឺនគ្រាប់ចូលទៅអ៊ីស្រាអែលវិញដែលធ្វើឲ្យប្រព័ន្ធការពារ Iron Dome ពិបាកទប់មិនឈ្នះទី3តួនាទីរបស់សហរដ្ឋអាមេរិកតាមការវិភាគរបស់អ្នកជំនាញយោធាលើ Foreign Policy និង The Time of Israel អ៊ីស្រាអែលមានសមត្ថភាពចាប់ផ្ដើមសង្គ្រាមនិងបង្កការខូចខាតធ្ងន់ធ្ងរដល់អ៊ីរ៉ង់ប៉ុន្តែដើម្បីបញ្ចប់ឬបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងអ៊ីស្រាអែលត្រូវការអ្នកគាំទ្រផ្នែកភស្តុភារនិងអាវុធធុនធ្ងន់របស់សហរដ្ឋអាមេរិកជាការសន្និដ្ឋានឃើញថាអ៊ីស្រាអែលអាចធ្វើការវាយប្រហារអ៊ីរ៉ង់បានប៉ុន្តែវានឹងក្លាយទៅជាការផ្សងព្រេងដ៏គ្រោះថ្នាក់បំផុតបើគ្មានភ្លើងខៀវឬការជួយជ្រោមជ្រែងពីទីក្រុងវ៉ាស៊ីនតោនតើលោកត្រាំអាចទប់ស្កាត់អ៊ីស្រាអែលបានដែរឬទេឬគ្រាប់បែកដំបូងនឹងត្រូវទម្លាក់នៅក្នុងយប់នេះបើយោងតាមរយៈការចេញផ្សាយព័ត៌មាន The Time of Israel